រឿងនិទានសត្វសេកជួញដូរនៅស្រុកឆ្ងាយនៅក្នុងព្រៃស្រល់មួយមានសត្វសេកឈ្មោះសេកស្មោះដែលមានសម្លេងពីរោះហើយសប្បាយចិត្តជួយសត្វផ្សេងមួយថ្ងៃគាត់បានគិតថាតើប្រសិនបើខ្ញុំយកផ្លែឈើពីព្រៃនេះទៅលក់នៅស្រុកឆ្ងាយនឹងអាចផ្ដល់អ្វីមួយវិញសម្រាប់សត្វទាំងអស់ទេសេកស្មោះបានហោះហើរទៅស្រុកឆ្ងាយដឹកផ្លែឈើបន្លែនិងរុក្ខជាតិដែលកើតឡើងដោយធម្មជាតិនៅទីនោះគាត់បានជួញដូរការផ្លែឈើនិងអំណោយដូចជាកាំបិតឈើដងកណតុកនិងអីវ៉ាន់ល្អជាច្រើនប៉ុន្តែសត្វសេកមួយចំនួននៅទីនោះបានបញ្ឆោតសេកស្មោះដោយផ្ដល់អីវ៉ាន់បោកបញ្ឆោតជំនួសត្រឡប់មកវិញក្នុងព្រៃសត្វសេកបានប្រាប់សត្វទាំងអស់អំពីអ្វីដែលគាត់បានជួបប្រទះជំនួសឲ្យបណ្ដាសេពគ្រឿងសត្វសេកបានសម្រេចចិត្តបង្រៀនសត្វនៅក្នុងព្រៃអំពីការជួញដូរដោយយល់ដឹងនិងភាពស្មោះត្រង់គាត់និយាយថាការជួញដូរមិនមែនមានន័យថាអ្នកត្រូវលួចឬបោកបញ្ឆោតតែវាគួរតែជាការផ្លាស់ប្ដូរដែលទាំងពីរផ្នែកទទួលបានអ្វីដែលមានតម្លៃនិងមានសុចរិតភាពចាប់ពីថ្ងៃនោះមកសត្វទាំងអស់នៅក្នុងព្រៃបានរៀបចំទីជួញដូរបែបសាមគ្គីជួយគ្នាប្រែក្លាយព្រៃទៅជាសហគមន៍រីកចម្រើនសារៈអប់រំកុំជឿស្រឡាញ់លើការលួងលោមពេលទៅកន្លែងថ្មីស្មោះត្រង់គឺជាសេចក្តីថ្នាក់ក្នុងការជួញដូរសហគមន៍រីកចម្រើនពេលមានការជួយគ្នា